ចាសួស្តីជំរាបសួរពុកម៉ែបងប្អូនចានេះគឺជាចាសកម្មភាពខ្លះៗជាមួយនឹងការធ្វើជាមួយនឹងឈុតស្លាធើបៃសីណាពុកម៉ែបងប្អូនចាអញ្ចឹងឈុតស្លាធើបៃសីហ្នឹងគឺមានតាមលំដាប់ចន្ទថ្នាក់ចាអញ្ចឹងមានតាំងពីបុរាណយើងយូរហើយចាអញ្ចឹងគេតែងតែយកទៅគោរពគ្រូបាជាយចាឬកម្មវិធីបុណ្យផ្សេងតាតាមលំដាប់ចន្ទថ្នាក់តែនេះគឺជាចា9ថ្នាក់ចាខ្ញុំធ្វើហ្នឹងណាចា9ថ្នាក់រៀងខ្ពស់ដែរ9ថ្នាក់អញ្ចឹងដើម្បីលើករាសីផ្សេងតាមតម្រូវការរបស់អតិជនចាអតិជនកំងតែមួយគូទេចាអញ្ចឹងឥឡូវនេះគឺយើងជួយគ្នាជាក្រុមចាបានថាធ្វើបានគ្រប់ដើម្បីជូនជាមួយនឹងអតិជនអញ្ចឹងណាបើយើងធ្វើម្នាក់ឯងគឺធ្វើមិនទាន់ទេពុកម៉ែបងប្អូនចាព្រោះវាមានច្រើនចាអញ្ចឹងឥឡូវនេះគឺចាប់ផ្ដើមរៀបហើយយ៉ាងស្រស់ស្អាតណាពុកម៉ែបងប្អូនចាមានឈុតស្លាធើបៃសីមួយឈុតហើយក៏មានជាមួយនឹងស្លាធើចា9ថ្នាក់ផងដែរ